លោកប្រធានាធិបតីសេលិនស្គីនិងមេដឹកនាំអឺរ៉ុបស្វាគមន៍វឌ្ឍនភាពនៃការចរចាសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែនលោកប្រធានាធិបតីប្រទេសអ៊ុយក្រែនសេលិនស្គីនិងមេដឹកនាំអឺរ៉ុបដទៃទៀតបានថ្លែងអរគុណចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងស្វាគមន៍ចំពោះវឌ្ឍនភាពដែលបានសម្រេចលើការចរចាសន្តិភាពដើម្បីបិទបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនលោកប្រធានាធិបតីសេលិនស្គីបានថ្លែងបញ្ជាក់ថាលោកនិងលោកប្រធានាធិបតីត្រាំបានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងការចរចានិងបានឯកភាពគ្នាថាមន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែននឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយដើម្បីបន្តចរចាលើបញ្ហានានាខណៈដែលមានដឹកនាំទាំងពីរលោកត្រាំនិងលោកសេលិនស្គីបានសង្កត់ធ្ងន់ថាបញ្ហាតំបន់ Donbas នៅតែជាចំណុចខ្ទាស់យ៉ាងសំខាន់មួយហើយមិនត្រូវបានដោះស្រាយនៅឡើយទេទន្ទឹមនឹងនេះជំនួយការគោលនយោបាយការបរទេសរបស់សេតវិមានក្រមឡាំងលោក Yuri Uzakov ក៏បានបញ្ជាក់ថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីពូទីននិងត្រាំដំណើរការទៅយ៉ាងរលូននិងមានប្រសិទ្ធភាពតែបានច្រានចោលពីបទឈប់បាញ់រយៈពេល60ថ្ងៃដែលស្នើឡើងដោយសហភាពអឺរ៉ុបនិងអ៊ុយក្រែនដែលថាជាសកម្មភាពនេះនឹងអូសបន្លាយសង្គ្រាមលោក Yuri Uzakov បានសង្កត់ធ្ងន់ថាអ៊ុយក្រែនត្រូវតែធ្វើការសម្រេចចិត្តទាក់ទងទៅនឹងតំបន់ Donbas ដោយមិនមានការពន្យាពេលបន្ថែមទៀតទេពីខ្ញុំបាទលួនឯក TV5 Online News